សូមអញ្ជើញទស្សនានៅរឿងនេះដែលមានចំណងជើងថាជ្រុលពេកទីដឹងរីករាយទស្សនាដូចតទៅងើយស្កកអោតដាក់ក្របខ្ញុំគៀបក្របជាប់អត្តន័យឈើព្រៃដែលងាប់កញ្ញាងពេកពុនគេកាប់កោះចេញមានអ្វីកយគុណមិនដូចមេឃទុនមានផ្លែឡើយអងគេថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្រៅដោយសំពៅនិងសម្ប៉ានមួយអ្នកមានបានកុំអាអនអ្នកអនកកុំអាភ័យសទ្ធិមេនៅខ្វះអំបែងដូចបានចែងពីបុរាណមួយចានទឹកមួយចានគោកឃ្លោកលិចអំបែងដែតចិត្តមិនដែលធំជាងប៉ែតអ្នកដែលស៊ីឆ្អែតប្រកាសជាបាត់ឃ្លានអ្នកដែលដេកលក់ប្រកាសជាបាត់ខ្លាចព្រោះបងមិនអាចធ្វើជាបរិសម្នាក់ដែលរស់នៅក្បែរអូនតែបងសុំធ្វើជាបរិសម្នាក់ដែលនឹកដល់អូនតើបានឯអត់កុំយ៉ាទីបបាក់ខ្លួនដែរស្រឡាញ់គេអត់ដឹងខ្លួនស្អីហើយចុះមីកតយហ្នឹងទុកនៅណាមិនឃើញយ៉ាទីហ្នឹងក្មេងជាងកតយទុកមិនក៏គេខ្ចីជាងឯងណាឃើញបានថាចាស់ហ្នឹងគៀបមួយថ្ងៃដែរឡើងរិចក្មេងហើយខ្លាចកើតទេតណោះទៀតឯងជួលណាស្អប់ណាណែឯងណាខ្ញុំមិនទៅណាឆ្ងាយពីឯងទេបបាក់ចិត្តរាល់ថ្ងៃនេះកូនយើងមួយនេះឥឡូវហ្នឹងវាថ្លើមធំវាចង់ហោះទៅធ្វើជាតារាណោះខ្ញុំដឹងដែរប្រមាណសប្តាហ៍ហ្នឹងនិយាយពីស្រែកជ្រៀងងូជ្រៀងវាហាត់វាទិញឡើងខ្លងគ្មានបានដេញតែឯងអូយអាពៅអើយអូនឯងវាមិនហ្នឹងណាឈឺរត់ងាប់អញអើយឈឺកូនណាបើឈឺយ៉ាងកំខំពេកកូនណាឈឺរត់បាត់លអប់ចឹងដែរណែឪពុកអំបជាលើកទឹកទីចុងក្រោយកូនឯងទៅប្រឡងមិនជាប់បើមុខកូនឯងដោយអាសាក់ឡូចឹងហ្នឹងពូយើងអ្នកចម្រៀងមានអត់វាអត់មានអំតាំងពីដូនតាវាអត់មានពូយើងអ្នកចម្រៀងទេខ្វាច់ខ្មាស់គេណាកូនណាកុំទៅអីកូនម៉ែសុំបងមើលមុខកូនឯងអញខ្លាចវាមិនជាប់ហ្នឹងណាខ្ញុំបងវា3ថ្ងៃហើយឥឡូវមើលវាទៅនុយបាត់ហើយពូចៅអញថោកហើយចាបើពូចឲ្យឯងថោកអញថោកដែរចានេះឥឡូវគេពងលើកទួយនិស័យសិល្បៈថាឯងនេះសិតអត់មាននិស័យសិល្បៈអត់មានកំណើតឥឡូវកូនឯងចង់មែនទេអីណែឯងចង់គេថាដើមឈើជ្រុះមិនឆ្ងាយពីចុងទេចង់មិនគល់ឥឡូវចេះទៅយើងវល់វាក៏វាមិនស្ដាប់ដែរឥឡូវជួយលើកទឹកចិត្តវាទៅឲ្យវាទៅស្អាតតែវាទៅបើថាវាចង់ទៅមានដាក់អីទៅតាមផ្លូវអីដែរកូនអីគេទល់ហ្នឹងបាទអីរបស់ក្រៀមអីគេងាប់អញហើយស្អីគេទៅលួយបោះក្រៀមមករឹងជគឹងអីឯងយកដុំថ្មទៅធ្វើអីការពារខ្លួនអូយកូនឯងបាច់យកទៅទេទៅគេមិនឲ្យប្រើអំពើហិង្សាទេកូនណាលោធ្លាក់អីបានមិនទប់តែឥឡូវម៉ែវាបើកូនចង់ឲ្យសម្រេចចិត្តថាជូនពរកូនឯងណាទៅដល់ឲ្យជាប់នៅក្នុងហ្មងទៅណាកូនចាំម៉ែអុចធូបួងសួងដល់ចដូនចតាឲ្យកូនឯងហ្នឹងដែលចដូនចតាហ្នឹងជួយកូនឯងដូនតាហ្នឹងមកម៉េចកុំបាច់សួរដឹងតែម៉ែហ្នឹងជ្រុំជ្រែងកូនឯងទៅចឹងខ្ញុំទៅតែបានជោគជ័យឲ្យឯងទៅមើលខ្ញុំទេទៅកូនដុតធូបទៅម៉ែឲ្យបានជោគជ័យមើលដំណើរលោកឲ្យលោកឯងបង្កើតកូនមួយនៅខុសទៅទេឯងម៉ែវាមកកូននេះមុនតូចឥឡូវប៉ិនឯងបាត់វៃមើលឯរងឯងមិនដែលឃើញតាឯងទេពិបាកចិត្តរឿងតាឯងហ្នឹងហើយមិនពិបាកចិត្តរឿងតាទៀត
គេប្រកាសឲ្យឡើងច្រៀងហើយ គេប្រកាសឲ្យឯងឡើងច្រៀង ឱកាសអញដល់ហើយ ខ្ញុំសុំវនិយាយទូអត់ចំផងឲ្យឯងទៅណា ចង់ខ្លាញ់អនាគតអញ ឲ្យឯងចាស់ហើយឲ្យឯងទៅធ្វើស្អីខ្ញុំខ្មាស់គេអើ បងតាំងពីអាយុ6ឆ្នាំ អូយតាកំធំមក ចង់ខ្លាយជាតារាចម្រៀង ចាខ្ញុំដឹងថាឲ្យឯងហ្នឹងចង់ខ្លាយហើយតែមិនហ្នឹងតាថៃឪ ម៉ែវា ឲ្យថៃម៉ែមិនឲ្យថៃ មកម៉ែវាឯងចាំជួយអបអរខ្ញុំ ណាខ្វាយម៉ែណា នេះជៀនរបស់ម៉ែឯង អូយស្អីទៅតាខ្ញុំលុះប្រឡង ខ្ញុំនឹងប្រឡងយកស្នាដៃជូនម៉ែវាឯង ណាគេទៅ អូចៅអេកុំសត់នេះ អូយអើអើអើ អី ខ្ញុំមិនឲ្យឯងទៅទេខ្ញុំខ្លាចឲ្យឯងខ្មាស់គេហ្នឹងហើយ អញខំទៅហាត់ក្បាច់រួមនៅ start រងថ្ងៃ ឲ្យឯងរកហាត់ក្បាច់ទៅមកអូលីឡាគេឃើញខ្មាស់គេងាប់ហើយតាដឹកចៅផងតាសុំវ គេប្រកាសអត់មានដាក់ថាហាមអាយុ50 60ចូលប្រឡងអត់មានទេ តែឯងបែកទេណាតា ហើយចៃក៏ប៉ែតនឹងជ្រៀងអត់រួច តែឯងនិយាយទូមិនច្បាស់ផងចាំទៅឈៀងអើឯងចាស់ហើយណាធ្វើខ្លួនទៅវត្តទៅឲ្យឯងទៅចាំថាអាចឆ្លុះកញ្ចក់មើលមុខអត់ ម្លាប់អញចោលមកចឹងខ្ញុំម្លាប់អញចោលមក ម្លាប់ចោលមិនកាច់មែនតាគាត់ទៅ អញខំស្រឡាញ់ចង់ងប់ ខ្ញុំដឹងឲ្យឯងស្រឡាញ់តែខ្ញុំមិនដឹងឲ្យឯងចាស់ខ្លាចឲ្យឯងសូមមិនរួច មើលងាយថាអញចាស់ច្បាច់កោអញងល់បាច់កោ អើឯងប្រាប់ចុះបើតែឯងឡើងជ្រៀងទៅតែឯងដួលស្លាប់អីទៅតែឯងគិតមិន ប្រមាថហើយប្រមាថអញផង ចៅថាលេងទឹកចាំទុកតែអញបានពៀនតិចយកចាំស៊ីពៀនអញចប់ ពៀនអីពៀនវ័នស្អីគេចម្រៀងហ្នឹង ស្អីគេតាខ្ញុំយកមកស៊ី តែសុំពៀនអញស៊ីអញតាមហើយអញទៅហើយ អូយតែឯងទៅចេញទិញមើលឲ្យខ្ញុំឲ្យឯងទៅក៏បានដែរខ្ញុំឲ្យឯងទៅក៏បានដែរតែឲ្យឯងបញ្ចេញសមត្ថភាពឲ្យខ្ញុំមើលតិចមកបាត់ខ្ញុំឲ្យឯងទៅបើអត់ខ្ញុំឲ្យទៅទេហ្នឹងឯងជ្រៀងឲ្យរំឲ្យខ្ញុំមើលតិចមកតា ចង់អញចេញអញសាបមែន អត់ទេចង់ឲ្យតែឯងបញ្ចេញឲ្យម៉ែឲ្យខ្ញុំមើលហ្នឹងណាថាតែឯងទៅរួច មក ហើយ ម៉ែវាអើយចាំបងយកបងទៅផង អូទៅជ្រៀង មែននេះយកបងទៅច្រៀងផង ហ្នឹងឯងមកឲ្យឯងទៅឲ្យជ្រៀងហ្នឹងដាច់ខ្យល់ណាស់ លោកបា2ម៉ែត្រទាញឯងកាត់មុខហ្នឹងណា ទៅក៏ទៅឲ្យសុខសប្បាយជូនពើឲ្យឯងប្រឡងជាប់ ចាំមើលអញតាមតេវ៉េ ទូអើយលីឡាអើយនិយាយតាឯងមិនស្ដាប់ទៅចាំបើកទូមើលមកកូន សូមជម្រាបសួរចាថ្ងៃនេះគឺជាថ្ងៃប្រឡងចម្រៀងចាឲ្យដើម្បីកុំឲ្យយូរសូមជួបជាមួយគណៈកម្មការទី1ចាគឺលោក David Alex Mattayo ចាសូមគោរពអញ្ជើញចាគេថារៀងគាត់ស្រស់ស្អាតណាស់ចាឥឡូវជួបជាមួយគណៈកម្មការទី2 សុំភ័យដល់កូនថ្កំកៅអត់មានទេ អត់មានទេបង ចាជួបជាមួយគណៈកម្មការទី2គឺអ្នកនាងខ្ញុំចាអីយ៉ាសំណាងឲ្យចេះសពុតវាអត់លាត់មកលើកុំណៃឃើញគូនគណៈកម្មការបដ ாய் អត់បញ្ហា អត់បាយហានៅសបាយភ្នែកពួកអក្រោយមើល អត់អីណាអ្នកនាងចាអត់អីណាអត់បញ្ហា ស្ទាបគូនមួយឲ្យជ្រុះគូនបាត់ហ្នឹងមើល គេឲ្យដើរតួត្រឹមត្រូវសោះចេះឆ្លៀតតិចទៀតហើយនិយាយគ្រួសារសុខសប្បាយអូចាសុខសប្បាយធម្មតាព្រោះអីឥឡូវហ្នឹងដូចថារស់ស៊ីកាក់កបជាងមុនព្រោះអីខែហ្នឹងដូចថារវល់ច្រើនមានការប្រឡងច្រើនជាងគាត់អញ្ជើញខ្ញុំមកធ្វើគណៈកម្មការអីច្រើននាងខ្ញុំក៏សប្បាយចិត្តដែរប្រាក់ចំណូលយើងបានច្រើនតាមហ្នឹងដែរហើយឥឡូវហ្នឹងគ្រួសារខ្ញុំហ្នឹងគាត់ថាចង់បានកូនមួយទៀតអីចឹងខ្ញុំសប្បាយចិត្តដែរព្រោះអីឥឡូវហ្នឹងដូចថាជីវភាពយើងធូរធារយើងល្មមចង់បានកូនទៀតអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅខ្ញុំដូចថារីករាយនឹងសប្បាយចិត្តនឹងបើធ្វើការធ្វើអីអញ្ចឹងខ្ញុំអត់ដល់ចិត្តទេ និយាយផ្ទះយើងមែន គាត់សួរ ពេលវេលាខ្លីណាស់ តាឲ្យអ្នកនាងចា
អស់ហើយតាហើយនៅសល់ទៀតប៉ុន្តែបើថៃ បាទសល់ទៀតបង ឯងសួរតែមួយម៉ាត់នៅផ្ទះអត់អីចាមិនថានិយាយអស់ ចាបានហើយចង់បន្ថែមចាំចូលក្នុងចែកដីនិយាយពីអ្នកប្តីយើងទៅ ចាសូមសម្រួលអារម្មណ៍ចាចាឥឡូវសូមជួបជាមួយគណៈកម្មការចាគឺលោក John Michael Jackson ណែក៏អីណែអូយនេះក្តៅចាសូមជម្រាបសួរលោកណែនៅកៅអីខាងក្រោម ការអត់លឿនកំ pl ាញ់អ្នកកម្មការ នៅកៅអីខាងក្រោមលោកអីលោកដូចធំសុំអញ្ជើញមកខាងនេះតិចលោកសុំអញ្ជើញមកខាងនេះតិចគាត់ជាធ្ងន់ ហ៎ សុំគ្រប់អញ្ជើញអើយលោកមកឈរចិត្តនាងខ្ញុំតិចចា ឲ្យទៅនោះ ចា ឲ្យទៅនោះ តែដើរទៅមិនធ្វើ គាត់ផ្លេច ទេម៉ែឲ្យដូចមិនអញ្ចឹងទេ ទេ Michael រីរអាទិត្យមុនដូច Michael ដែរសុំសួរតិចហើយលោកអញ្ជើញមកហ្នឹងគឺឲ្យបន្ទុកផ្នែកខាងអីដែរ និយាយមួយលោកឯងហ្នឹង ខ្ញុំសួរលោកហ្នឹងណាថាមកកម្មវិធីយើងខ្ញុំហ្នឹងគឺឲ្យបន្ទុកខាងផ្នែកអីដែរ អីសួរធ្វើអី ធម្មតានាងខ្ញុំជាពិធីការនីអញ្ចឹងគឺចង់ដឹងមតិរបស់លោកខ្លះ អូនដល់ពេលវេលាខ្លីអូនសោតអូនណា ដឹងហើយប៉ុន្តែដឹងមកធ្វើស្អីនេះ មើលសុំសួរតិចចោះស្នាមស្អីប្រឡាក់លើថ្មលោកនោះ ស្នាមថៅដំបង អូហើយស្នាមថាស្អីប្រទេសបតាក់ម៉េះ អានេះមិនស្នាមមាត់ណា ស្នាមអី មិនមាត់មនុស្សណា អូមិនមាត់មនុស្សទេ មាត់ឆ្កែតានឹងអស់ ចាសំបីតែឆ្កែក៏គាត់មកលើកលែងដែរ អត់លើកលែង តែអាណាលាបស្នាមការ៉េមនេះហ៎ លៀបទៅវា មកទេហើយសុំក្រុមជើងទៅកាន់ទីកន្លែងមក ចង់មានបន្តិច មកទេបន្តិចអីទៅ តិចបានតែសោត ខ្ញុំសប្បាយចិត្តណាស់ ចាឥឡូវ អូលេច តាស្ទី Michael Jackson គាត់ផ្លេចមាញ់គាត់ ទេម៉ែឲ្យដូចមិនអញ្ចឹងទេ អូយដូចតល់នេះឥឡូវកុំឲ្យយូរស្អីគេណា បាទ គាត់ប្រកាសពួកឯងផងចេញមក បងកាស ចាខ្ញុំប្រកាសថា បញ្ញាប់មិញគេតេមកប្រកាសអូកាសអាចចេញ ចាឥឡូវសូមក្រុមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់គ្នាចាស្ដាប់ជាមួយបេក្ខជនបោះស្រាយជំរឿនមួយបទដែលមានចំណងជើងថា បាទ បទអីបទអី អូនសោតអូនណាសោតអូនតោះ បាទ មិនមែនផ្ទះអូនឯងទេបាទ បាទ អត់លខោន ជាខោនមកហើយ លខោនចាឈ្មោះគាត់នាយជ្រូកភ្លេចប្រកាស ជួបប្តីវាបរោះមកអញចាជ្រូក ចាសូមបកស្រាយ អូព្រៃប្រឹក្សាលបាវជាទីកន្លែងដ៏សុខសប្បាយសម្រាប់ជីវិតខ្ញុំមកដល់ព្រៃហើយមកពៀនហើយ តែកាច់ទៅហើយវា ស្រលាយស្រឡៅថ្លៃអើយ៉ាស្រឡាប់លងបែកត្រង់នេះស្ត្រាវយ៉ាត្រៀលអើយត្រចឹង បានជាប់គាត់នឹងជ្រៀងទៀតបាទឡើងជ្រៀងលើនេះសំឡេងខ្ពស់ទៅនឹងទៀត អូនឈរមិនមែនផ្ទះអូនឯងទេកន្លែងប្រឡងអូនឈរស្ងៀម បាទបងជាប់មកបងហើយ ស្ងាត់តិច បងឯងដើរតួអីគេជារឿងបាត់ហ្នឹងតួអីគេអូន សាំងសរុន ហើយអូនឯងស្លៀកពាក់ហ្នឹងស្លៀកពាក់អីគេ អានេះទឹក ហ៎ ហៅកូនផ្ញើពីអាមេរិកមក អូនឯងថោកទៀបម៉េចហ៎ថោកទៀបម៉េចហ៎ឪឯងសាក់ម៉ានហ៎អត់ចេះខ្មាស់គេចឹងហ៎អញគណៈកម្មការមិនក្រឯណាអត់ទេអត់ស្រួលបួល គេសិតឲ្យហើយសោតទៀត អត់ស្រួលបួលអូនធ្វើខ្លួនមិនសមសក់មិនសមក្បាលមិនសមមុខអត់សើចទេ
តែធ្វើចរាយពីរបៀប អីសម្លាប់ខ្ញុំចោលមក ណាអូនឯងកុំធ្វើថោកទាបចឹងណាការងារសំណងច្រើនណាអូន ជេរខ្ញុំប្រហែលជាអាភូនហើយ អស់យោបល់ប៉ុណ្ណា ចាឥឡូវសូមលោកសម្រាប់សិនចាខ្ញុំតន់ឲ្យយោបល់ផង អូនឈរស្ងៀមអូនឈរស្ងៀមមិនមែនទេអូនឯងឈរស្ងៀម ខ្ញុំសួរថាប្រឡងហ្នឹងបានអីជេរម្លងហ្នឹង បានពៀន បានពៀនណា ចា แล้วថែមលុយយកកោតហ្មងបាទ កោ ពេ ត ក ទៅ ហើយ សាថ្មីច្រើនណា ឲ្យគណៈកម្មាទី2និយាយសិនណាចាំគណៈបាស្រីក្រោយតើអូនមិនខើមិនខើតើអូនសតពេលវេលាខ្លីណាអូនបេក្ខជននៅច្រើនបាទអីអូនប្រឡំមិនមើលចឹង ចាសូមផ្ដំបន្ទុកឲ្យគាត់ ដល់ទៅបើអត់ទាន់បានមើលផង ចុះឥឡូវធ្វើអីមិនកុំមើល ឲ្យជើងសាថ្មី គ្មានពេលទេតើអូនគណៈកម្មការកដាលអូនតោះបញ្ញាប់តិចចឹង ឥឡូវឲ្យបន្ទុកគាត់ ឲ្យមិនទៅតាំងបានមើលផងណា ឥឡូវចេះ ឥឡូវខ្ញុំមិនថាមិនទេធ្វើបិទខ្ញុំមិនបានមើលតែបានស្ដាប់សំឡេងខ្ញុំគិតថាគ្រួសារខ្ញុំវាអត់សូវត្រូវគ្នាមែនប៉ុន្តែអាចរស់នៅមួយគ្នាបានតែមានចំណុចខ្លះដែលអាចថាវាស៊ីគ្នាតែចំពោះបងអូនមានតារាចម្រៀងត្រូវទេ បាទបង បញ្ហាគ្រួសារបងវាឆ្ងាយណាស់អូន ជាប់ហ្មង បើឆ្ងាយគ្រួសារបងតាំងពីការមកឥឡូវហ្នឹងអត់មានដៃចុះម្ដងនេះសោះព្រោះនេះរហូតបើអញ្ចឹងបងមានអារម្មណ៍ណាឲ្យបន្ទុកណា អូនអាចយល់ទេ បងឆ្លោះគ្នាគ្រួសារប៉ះពាល់អារម្មណ៍ឲ្យបន្ទួកើតផងណាបាទអរគុណបងអរគុណ សូមបែសូមគណៈកម្មការ ចំណែកបងវិញអត់អីទេដូចថារូបរាងប្អូនស្អាតបាបណា ជ្រុលលឺហើយលឺហើយ រូបរាងប្អូនស្អាតបាបច្រៀងព្រោះ ណា ប៉ុន្តែគាត់ថានេះកម្មវិធីប្រឡងចម្រៀងសម័យ បាទ ប្អូនច្រៀងព្រោះរូបរាងប្អូនស័ក្តិសមជាធ្លុកល្ខោនល្អ បាទ ប៉ុន្តែតើកម្ម មិន វិធី ថា ល្ខោន បើ ដែ ថា រ វាដូចលក្ខណៈវង តើ ហ្មង ទៅ ទៅ កម្មវិធីល្ខោនដែរអញ្ចឹងអត់អីទេណាបងបើមានកម្មវិធីណាល្ខោនអូនអាចទៅដាក់ពាក្យបានប៉ុន្តែបងនឹងគ្រប់គ្រងសម្លេងប្អូនល្អណាអរគុណតស៊ូព្យាយាមអូន បើអូនថាឃើញជួយខ្លួនអូនបេក្ខជននឹង បងសុំសម្រួលអារម្មណ៍ទៅសម្រាប់ អូនបេក្ខជននឹងច្រើនណាអូនណា អូនផ្លូ អា វ ប៉ាតសុំកោរៀងបត់កុំមើលឲ្យថាលេងឯងមើលគេមើលមុខអត់តើប ចាឥឡូវជួបជាមួយបេក្ខជនដែលមកប្រឡងចម្រៀងជាបន្តទៀតគឺជួបជាមួយបេក្ខជនតូវូ អូនថយទៅខ້ອຍផុតទៅអូនទុកកន្លែងនឹងឲ្យនេះគេទុកកន្លែង ចេញខាងនេះវិញចឹងស្ពាយបាមកទៀត អូហើយជាប់ឆាប់ហើយយ៉ាងហ្នឹង ណែ ហូបផ្លូវ អូនឯងមកប្រឡងចម្រៀងក៏មកប្រឡងកំ pl ែង បាទ មកប្រឡងចម្រៀងក៏មកប្រឡងកំ pl ែង មៀង បាទជួយ ជួយ មក រក្សាអរិយាប័ត្រសុបួរទីកន្លែងនេះកន្លែងតុកអ្នកកម្មការមានកន្លែង អូ ដាក់ នឯងជួយចឹងលឺឲ្យអូនបាទលឺឲ្យ មានកន្លែងដាក់បាយ មិនមែនអ្នកមកប្រឡងចម្រៀងទេ ឯងមិនធ្វើអញមិនមែនឆ្កែហ៎ កន្លែងហ្នឹងមានកន្លែងដាក់បាយឆ្កែទេ ហើយឡងប្រហែលបង ណែចាំស្អែកចាំជ្រៀង អូនណា បកស្រាយ កុំលេងសារច្រើនអូនណាអូនចាប់ផ្ដើមច្រៀងអូនបាទ គឺថាជ្រៀងកន្លែង អូនមិនមែនចាស់អូនឯងមកសេរីភាពចឹងអូនកន្លែង ខ្ញុំឡងឲ្យខ្ញុំវាយណា កន្លែងជ្រុលឲ្យអូន គ្រូសុំបរអត់ស្លាប់អីជុំជើងមុនមកកុំឲ្យបាក់ អូនមិនមែនបងគ្មានថ្ងៃអូនយល់ទេថាអ្នកស្មោះគេវាឈឺខ្លាំងប៉ុណ្ណានោះតលគេក្បត់អូនវិញទេយល់អងហើយលើសើចង់ពេលឃើញទឹកភ្នែកបងហូរគ្មានសិតខត់អូនឲ្យទៅស្រវាអ្នកថ្មីអត់កើតទេអត់ជោគនេះហ្មងខ្ញុំសុំជ្រៀងឯងវិញអូនមិនមែនបងគ្មានថ្ងៃអូនយល់ទេថាអ្នកស្មោះគេវាឈឺខ្លាំងប៉ុណ្ណានោះតលគេក្បត់អូនវិញទើបយល់អងអីលើសើចង់ពេលឃើញទឹកភ្នែកបងហូរគ្មានសិតខាត់អូនឲ្យទៅស្រវាអ្នកថ្មីហើយឆ្ងល់ស្រីអីហ៊ានក្បត់ប្រុសមិនអាសូរអូនជ្រាស្រីសោះមិនធ្វើខ្លួនឲ្យថ្លៃថ្នូរជាតិណាបានបដោធ្វើជាមនុស្សស្មងដូចគេស្មោះបងអូនស្លាប់បីបានប្រឹងក្បត់ស្នេហាមានឈ្មោះស្រីសាវ៉ាពីរោះណាស់មែន បាន បងសុំ កាន់សក់
ចោតមានអានឹងអត់ទេលោកក៏ជាមនុស្សដែរធ្វើបាបបងធ្វើបាបបង ចាប់នៅ ចាប់ផ្ទះវិញ អូនអើយស្រួលបុលអូនស្រួលបុល អរអរអញ អូនឯងមិនមែនសេរីចឹងទេអូន បាទ គួរឈរស្ងៀម ហើយបើ អូនឯ ថា ង ចុ ចឹ ះ ងសេរីដូចមានតែអូនឯងឈរស្ងៀម បើថាអត់ចុះ ឯងមកញ៉ៃមានយល់មុខមិនខើអេឯងចង់ឲ្យចេញឯងលឹមមើលឥឡូវហ្មងអា តាមពិតសលេងល្អខ្ពស់ស្រែកបានលឺបាទមិនលឺព្រោះលឺថ្លង់ណាគេមិនស្រែកដូចឯងចេះទេមានកន្លែងតិចលើទៅនេះបងអូណានេះសិងសាវ៉ាសិងណារេយោហ៎អ៊ីណានេះខ្យល់ចេញមកពីនេះខ្យល់ចេញមកពីគូតណាមកចេញតាមគូជិះដល់ភាយណា ចេញតាមគូតបង ហ៎ខ្យល់ជ្រៀង នេះណាមើសិងហ្នឹងគេគូ30ហ៎អ៊ីណានេះសិងវ៉ាណាសិងកូរ៉ូសិងហ៎អូឌូស៊ីវ៉ូអូ ឥឡូវ បងប្រាប់ថាកុំឲ្យធ្វើអញ្ចឹង បាទ ធ្វើអញ្ចឹងវាអត់ព្រោះទេ ខ្ញុំខើបងតែថ្ងៃណាមួយសុំប្រឡង2នាក់បងច្រៀងតាណាគ្នាស្រែកបណ្ណាគ្នាថាឲ្យឈ្នះ ច្រៀងអូនមិនមែនសំខាន់លើកឡោតទេអូនណាមិនយកកឡោតមកប្រើប្រាស់សម្រាប់ឲ្យសម្លេងល្អទេសំខាន់អារម្មណ៍និងស្មារតីណានិងស្មារតីយើងតាំងចិត្តឲ្យស្ងប់ សមាធិញ៉ៃមកច្រៀងឲ្យមកសមាធិ បែក កាលណាមក តែមិនទៅអង្គុយនៅវត្តពុទ្ធមណ្ឌលហ៎ ឃើញទេឃើញទេ ហើយទៅមកទៀតអង្គុយទៅអត់បានច្រៀងទេណា តែសុំកញ្ញាបាទមានប្រសាសន៍តិច ចាតាមពិតទៅសំឡេងបងអូនដូចគាត់និយាយចឹងគឺថាល្អលឺព្រោះប៉ុន្តែគ្រាន់តែថា បងចូលចិត្ត មិនមែនទេចង់និយាយថាបងអូនត្រូវកែបន្តិចណាគឺថាចរិតរឹកពីការធ្វើដំណើរដើរចូលមកបងអូនត្រូវមាននិយាយរួមទៅ គោរពចំពោះ បងអូន កម្ម ទៅ ការ កែម្ដងទៀតចាំមើលបងយើងចូលមកក្រោយចា អរគុណ ហើយបងអូនចាំមើលកសែតគេចាក់ឲ្យមើលបងអូនធ្វើមិនខ្លះខុសត្រូវបងអូននឹងខ្លួនឯងឯង បាទខ្ញុំអរ ជើ គុ ញ ណ យកប្រវត្តិបងប្អូនជើញចា អរគុណបងស្រី ហើយហាត់ថែមបន្តអូនណាតស៊ូឡើងចា អរគុណម៉ៃខើហើយអរគុណបងខ្យល់ចេញដើមគូតអរគុណ ទៅ ចា តាំងពីពោះម៉ៃខ្ញុំមិនណែណាខ្យល់ដើមគូតវាចេះតែមានហ្មង អេមានតាខ្យល់ផៅមកអូន ចាំខ្ញុំទៅប្រាក់អោខ្ញុំមកជឿចេញដើមគូតដែរ ទៅ ចាឥឡូវចាឥឡូវនេះសូមជួបជាមួយបេក្ខជនទី3គឺជួបជាមួយលោកអ៊ំក្រូចចាសូមក្រុមអញ្ជើញដល់ថ្នាក់នេះហើយខ្លាំងជាងម៉ៃខើទៀតចំណាស់ណាហើយអ៊ំ ខ្ញុំវាស្លៀកពាក់ឲ្យស៊ីនឹងបទចម្រៀង ចា ពួកខ្ញុំច្រៀងបទមហោរីអញ្ចឹងខ្ញុំស្លៀកពាក់ឲ្យវាស៊ី កុំឲ្យតាការ៉េមយកតម្រាប់តាមហ៎ បាទខ្ញុំរៀនតាមគណៈកម្មការទេ បាទអូនចាប់ប្រាំ ជើញគ្រូភ្លេងលេង អូនច្រឡំអូន មើលក្បាលផងបើ បាទសុំចាប់ប្រាំទៅ មហោរីអ៊ំ បាទមហោរី តែដាក់អាវចុះតិចទៅអ៊ំចា អូសត្វមហោរីមហោរីយំស៊ីផ្លែជ្រៃគុករូអូសត្វមហោរីមហោរីយំស៊ីផ្លែជ្រៃ បាញ់អ៊ំ ជួយប្រាប់តិច ជួយប្រាប់ឲ្យជ្រៃ ផ្លែទៀតផ្លេចឲ្យកន្លែងហ្នឹងណា ឲ្យគេអ៊ំឲ្យជួយប្រាប់ ផ្លែទៀត កាប់ផ្លែពីមុន ដូចនាងនឹងថាចឹងកាលផ្លែពីមុន អមឯងមកច្រៀងចេះអត់ណា មកខ្ញុំដូចទិញចាក់ច្បាស់អស់ហើយ ឥឡូវចាំ បានល្អបានមូលហេតុដែលល្អភ្លេច មកពីខ្ញុំអត់ចាំទេបើក៏មិនអត់ភ្លេចទេ ព្រោះអត់ចាំមកពីអ៊ំឯងចាស់ហើយអ៊ំណាសលេងបានអីបានប៉ុន្តែវាដូចហួសពេលហើយណាអ៊ំណា ត្រូវ ទៅវិញអ៊ំអាចតនេអ៊ំជិះម៉ូតូឲ្យកូនដឹកមើលកន្លងវត្តមើលម៉ូតចាក់ដីមើលអីណាបាទហើយអ៊ំឯងធ្វើខ្លួនអញ្ចឹងសមជាអ្នកចម្រៀងអ៊ំឯងមើលនេះ
សំអ្នកជ្រឿងមហោរីទេông ក៏ដែលមើលឯង ông aiស្លៀកពាក់ប៉ុណ្ណឹងមុខចឹងគូមុខចឹងមើលទៅហៅមិនទៅបានជាកោក្បាលមួយខាងទៅ អើយ ថោកទៀតមែនលោកឯង វាខុសឆ្គងត្រង់ថាឧទាហរណ៍ឥឡូវអ៊ំច្រៀងបានល្បីហើយល្បីថ្ងៃហ្នឹងស្អែកតិចទិញ concert ងាប់យប់ហ្នឹងហើយអត់បានរួចដល់ស្អែកទេ យើងនិយាយយើងក៏មើលងាយគាត់កុំថាគាត់ស្លាប់គាត់ចាស់មែនកុំប្រមាថជីវិតគាត់ស្លាប់គាត់អីហេងសើឈឺងាប់មែន អ៊ំកុំឲ្យគេថាតម្លាក់តិចទៅតាមពិតទៅខាងផ្នែកចម្រៀងហ្នឹងគឺថាអត់រើសដូចថាចាស់ក្មេងអីទេ ចឹងមិនគុំយកចុះ ឲ្យតែថាច្រៀងទៅដូចថាមានទឹកដមនិងស្លៀកពាក់សមរម្យត្រូវនឹងបទចម្រៀងកាយវិការស៊ីជាមួយនឹងចង្វាក់ភ្លេងនិងប្រូប៉ុន្តែឥឡូវអ៊ំធ្វើខ្លួនហ្នឹងដូចថាវាជ្រុលបន្តិចមែនប៉ុន្តែមិនអីទេដោយសារអ៊ំមកពីស្រុកអ៊ំមិនដឹងអ៊ំអាចទៅម្ដងទៀតទៅកែម្ដងទៀតបាន ល្អំម៉ែវាអូឈួតហ្នឹងចឹងបាទនិយាយមកល្អំអាចទៅវិញរៀនច្រៀងកម្មវិធីលោកទេសនាណាព្រំជើងក្រែនអ៊ំណាអាចបាន ម៉ែវាបំណងយើងខកហើយ បាទអញ្ជើញល្អំបាទសូមអញ្ជើញបាទដោយសារពេលវេលាខ្លីណាស់អ៊ំណា ចា បាទ អញ្ជើញទៅ នេះអ៊ំទៅត្រង់ទីវត្តទួលមើលចាក់ដីស្អាតអ៊ំ ចាទៅហាត់រៀនម្ដងទៀតអ៊ំណាជូនបងអ៊ំសុខបាយសុខភាពល្អណាអ៊ំណា មើលអ៊ំដោយសារពេលវេលាខ្លីអ៊ំសូមអធិស្ឋានបាទសូមអញ្ជើញអ៊ំ អញដឹងដែរអញដឹង ដំណើរហ្នឹងបងមិនឃើញអ៊ំ តែអញអូសកលាអស់ម៉ោងកន្លះទៅ ហើយតាស៊ីបានចេញយំទៅហឹងហើយនៅប្តីកាភីមួយទៀតអើយ ចាឥឡូវសូមគោរព ស្កឡើងណាអត់បានច្រៀងណា ចាឥឡូវសូមគោរពអញ្ជើញបេក្ខជនចុងក្រោយចាដែលមានឈ្មោះថាពេជ្រច័ន្ទបរមីនិស័យស្នេហ៍ស្រីគ្រប់លក្ខចា ប្តីវាបរោះណាសាក់ឡូ ស្វាកូនទាចាអរគុណស្អាតណាស់ពាក់ស្រោមអ្នកច្រៀងបទអីហ្នឹង បោះស្រាយបទអីដែរ ភ័យហើយ គាត់ដែរឡើងប៉ុស្តិ៍ចឹងហើយពតភ័យគាត់ដែរឡើងប៉ុស្តិ៍ លោកគ្រូភ្លេង សម្រួលអារម្មណ៍ សម្រាប់អត់អារម្មណ៍ បងនឹកតែស្រីបាទ ភ្លេចប្រូហើយមិនហ្នឹងញ័រតតាត់ហ្នឹងលិតអីហ្នឹង បងនឹក លេងតលេងមកឲ្យភ្លេងលេងតលេងជ្រៀងបាត់ហើយ អូយមកមុខហើយកុំធ្វើបើយកតាស៊ីអាងាប់ទៅឯងសំណោះណា បងនឹកតែស្រីតែធ្លាប់ស្នំ តា សូមគោរពទុនវិជន ឲ្យគេលេងភ្លេងទៅសូមគោរពលោកលេងជន លេងបដាទៅខ្ញុំគោរពបដា តើដោយសារពេលវេលាខ្លីអូន បាទ អត់បានច្រៀងទេមកទៅ អត់បានច្រៀង អ្នកបញ្ច្រៀងគោកព្រោះជាងអី មាត់ បងលក់ ហើយហ្នឹង មកតែ វាលឹកជាតិស្ករ ទុកមាត់ឲ្យជាប់ទៅលេងញ័រហើយ តម្លាញឆាកបង អូយញ័រមក នឹកហើយតែស្រីដៃធ្លាប់ ញ័រមកបោកងាប់អីមិនហ្នឹងកើតអត់ហ្នឹង រាប់ដីបែរ បាទ ខ្ញុំ ណែឥឡូវចេះទៅ ទប់មាត់ខ្ញុំលេងញ័រហើយ ហើយអាខ្ទប់មាត់ច្រៀងកើត ចេះប្រហើបបងនឹកហើយ បានអូនឯងណា អត់ត្រូវអូននេះចូលដល់អ្នកមនុស្សស្គូតអីហ្នឹង ខ្ញុំ អូនឯង អូនឯងមុនសម្រាប់ចិត្តថាមកប្រឡងកម្មវិធីគេមួយកម្មវិធីគេល្បីដល់ណា តន់ដល់ពេលបរោះបង បាច់ហើយបានជប់ ឆ្នាំណាបានហើយព្រោះហ៎ អូនឯងមុខអូនឯងនេះមិនសមអ្នកចម្រៀងទេអូនមុននឹងមកឆ្លុះកញ្ចក់មុខខ្លួនឯងផងហ៎អូនឯងចេះខ្មាស់គេទេម៉ែអូនឯងដែរចេះបដៅអត់ហ៎អូនឯងចេះខ្មាស់គេអត់ បាទ អូនឯងមុខអូនឯងបានជ្រៀងជាមួយស្វាទេលឿបាទ ថយចេញ ណែ គាត់ឯងមុខចឹងต้องធ្វើតារាចម្រៀងទៅប្រហែលអញមិនទៅហ៎ ណែឥឡូវចេះទៅណាបងអូនដោយសារបងអូនភ័យបងអូនញ័រឥឡូវបងអូនទៅសម្រួលអារម្មណ៍ណាមានឱកាសក្រោយទៀតអូននៅមានឱកាសក្រោយទៀតអូនប្រឹងប្រែងឡើងណាតស៊ូ អរគុណបង ណែ ចេញ
បិទកម្មវិធី ចាំមិនសំដីចាការប្រឡងជំរាបឥឡូវនេះខ្ញុំនៅធ្វើអីបាត់កម្មវិធីសិនចា ខ្ញុំផ្ទះសាណានេះកូនជើងនេះឯងអើយ ដឹងតែវាជាប់ហើយឯងកុំទៅខ្វល់ពេក ខ្ញុំមកទី1បារម្ភខ្លាចវាហ្នឹងវារូបរាងវាមិនស្អាតណា អីទេមកចៃកូនជាប់ឲ្យអត់ ហេថៃកូនថៃ អាមិនកូន មិនណាកូនវាមិនកូនវាមិនជ័យមកកូនកុំអាជុំឲ្យថៃជាប់ឲ្យកូនណា អាចកូន ខ្ញុំណែនត្រង់ វារឿងអីមកនិយាយមករឿនក ៅប្រឡងជំរាបពូកលកម្មការកុយគៀនស្ដីឲ្យខ្ញុំស្ដាច់ចិត្តងាប់អាមកទៅឆ្វាមកប្រឡងរងងាប់ម៉ែអីម៉ែឲ្យហេតុចេះបដៅអត់ចេះលើកទឹកចិត្តអ្នកជំរាបទេអីអើយខ្ញុំបដៅឃើញគណៈកម្មការហើយចឹងទេចុះអាណាកម្មការអីក៏ក្រក់បែបនេះ គាត់អាក្រក់ក្រៃម៉េចគាត់ណាបែក លោកអ៊ំនេះផ្ទះតាក់ស៊ីមែនអ៊ំ ហ្នឹងហើយ ជំរាបសួរ ជំរាបសួរអ៊ំ ដូចមកពីខាងណៃខាងណៃ ចាអើយ មកខាងណា ណែលោកអ៊ំណាខ្ញុំសុំទោសផង អូយ ណែ ខ្លាច ខ្ញុំ ខាចណាលោកអើយ ស្ដាប់ខ្ញុំសិនអ៊ំណាដោយសារខ្ញុំគណៈកម្មការឲ្យបន្ទូអូនហ្នឹងហើយពេលទៅក៏លើកគេបង្ហោះ Facebook មកជាខ្ញុំជាអីថាឲ្យខ្ញុំរិះគន់ខ្ញុំមកចឹងខ្ញុំដឹងថាខ្ញុំមាត់អត់កម្រជាអថាយគ្នាអត់ចេះលើកទឹកចិត្តគ្នាចឹងណាអ៊ំខ្ញុំសុំទោសតែថាគ្នា តាមពិតទៅគាត់ទៅប្រឡងដល់ពេលគាត់ភ័យគាត់ច្រៀងអត់ចេញដូចថាគណៈកម្មការ2នាក់ហ្នឹងគាត់សម្ដីមិនល្អមិនចេះលើកទឹកចិត្តគាត់ ឯងកុំធ្វើអញ្ចឹងណាថ្ងៃក្រោយថ្ងៃមុខឲ្យទោះបីគ្នានេះខំទៅប្រឡងចង់ងាប់ឲ្យបងឯងសម្ដីឲ្យព្រោះតិច ធម្មតាគ្នាស្រឡាញ់សិល្បៈបានគ្នាទៅរៀនណា បាទដល់គេរិះគន់ខ្ញុំច្រើនណាស់ពេលខ្ញុំមកសុំទោសអូនណា កូនណាលើកទោសឲ្យគណៈ តែអ៊ំមកទៅគេជូនអ៊ំហើយណា នឹងសុំទោសអូនណា ចា បាទអរគុណដល់លពូណាខ្ញុំឈប់ធ្វើចឹងទៀតហើយបីខុសក៏ដោយត្រូវក៏ដោយខ្ញុំលើកទឹកចិត្តគ្នាគ្នាមានកម្លាំងចិត្តដែរ អរគុណណាគណៈកម្មការចេះដឹងខ្លួន បាទអរគុណបាទរឿងកម្លាំងខ្លីសិនមកចាប់បងប្អូនចប់សូមអរគុណបាទ ចាសូមអរគុណដល់ក្រុមការមកសាននីទូទស្សន៍ CTN ចាអរគុណដល់ការតាមដានរបស់ទស្សនិកជនទាំងអស់ចា អរគុណហើយសូមអរគុណដល់ក្លឹបហាត់ប្រាណយុវជនអន្តរជាតិផងដែរពេលវេលានៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងនៅពេលនេះក៏បានឈានចូលដល់ទីបញ្ចប់សន្យាជួបគ្នានៅថ្ងៃស្អែកក្រោយតាមពេលវេលានឹងម៉ោងដដែលសម្រាប់ពេលនេះយើងខ្ញុំដកនេះសូមអរគុណសូមគោរពលាបាទ